សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារសូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដើម្បីជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងកម្មវិធីយើងថ្ងៃនេះផ្ដោតលើប្រធានបទការយកឈ្នះលើការបៀតបៀនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីយើងគ្រប់គ្នានឹងជួបនឹងការបៀតបៀនហើយការបៀតបៀនមិនមែនជារឿងថ្មីនោះទេបើអ្នកធ្លាប់ជួបការប្រឆាំងព្រោះតែជំនឿរបស់អ្នកមិននៅតែម្នាក់ឯងឡើយព្រះយេស៊ូវផ្ទាល់ទ្រង់បានប្រមានថាការដើរតាមទ្រង់គឺមិនងាយស្រួលនោះទេប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នាចូលដឹងថាគេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀតព្រះគម្ពីរយូហានចំពុក15ខ18នេះគឺជាសេចក្តីពិតមួយដែលពិបាកទទួលយកមែនទេគ្មាននរណាម្នាក់ចូលចិត្តឲ្យគេយល់ច្រឡំធ្វើបាបឬថែមទាំងវាយប្រហារខ្លួនព្រោះតែជំនឿរបស់គេនោះឡើយប៉ុន្តែក្នុងនាមជាអ្នកជឿព្រះអង្គមិនបានទុកយើងចោលដោយគ្មានការដឹកនាំនោះទេព្រះបន្ទូលនៃព្រះប្រទានឲ្យយើងនៅប្រាជ្ញាការលើកទឹកចិត្តនិងកម្លាំងដើម្បីស៊ូទ្រាំនៅពេលដែលយើងជួបការបៀតបៀនទី1រំពឹងអំពីការបៀតបៀនព្រះយេស៊ូវបានមានព្រះបន្ទូលទុកជាមុនអំពីបញ្ហានេះដោយរំលឹកយើងថាអស់អ្នកដែលចង់រស់ដោយគោរពប្រតិបត្តិដល់ព្រះយេស៊ូវគ្រីស្ទនោះនឹងត្រូវគេបៀតបៀនដូចនេះឯងព្រះគម្ពីរធីម៉ូថេខ្សែទី2ចំពុក3ខ12ខគម្ពីរនេះប្រើពាក្យថាអស់អ្នកដែលចង់សំដៅទៅលើមនុស្សទាំងអស់បើយើងកំពុងតែរស់នៅសម្រាប់ព្រះយេស៊ូវគ្រីស្ទយ៉ាងពិតប្រាកដនៅពេលណាមួយនោះយើងនឹងជួបប្រឆាំងនឹងការបៀតបៀនមិនខានហើយការប្រឆាំងនេះมันអាចកើតឡើងក្នុងទម្រង់ជាការសាច់ចំអកការបដិសេធផលវិបាកផ្លូវច្បាប់ឬថែមទាំងការធ្វើបាបខាងរាងកាយទៀតផងប៉ុន្តែការដឹងអំពីរឿងនេះជាមុនអាចជួយរៀបចំដួងចិត្តរបស់យើងឲ្យបានកាន់តែប្រសើរវារំលឹកយើងថាយើងដើរលើផ្លូវត្រូវហើយបើយើងមិនដែលជួបការបៀតបៀនសោះនោះអ្នកគួរតែសួរខ្លួនឯងតើខ្ញុំកំពុងតែឈររឹងមាំក្នុងជំនឿរបស់ខ្ញុំដែរឬទេទី2ឆ្លើយតបដោយសេចក្តីស្រឡាញ់មិនមែនចិត្តជូរចត់នៅពេលដែលយើងជួបការបៀតបៀននោះទេនៅពេលនរណាម្នាក់វាយប្រហារយើងការឆ្លើយតបជាធម្មតារបស់យើងគឺវាយប្រហារតបទៅគេវិញឬមួយក៏យើងមានចិត្តជូរចត់ប៉ុន្តែព្រះយេស៊ូវត្រាស់ហៅយើងឲ្យធ្វើអ្វីម្យ៉ាងដែលផ្ទុយស្រឡះពីនោះព្រះអង្គមានព្រះបន្ទូលថាប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាចូលស្រឡាញ់ខ្មាំងសត្រូវរបស់អ្នកហើយអធិដ្ឋានឲ្យអ្នកដែលបៀតបៀនអ្នករាល់គ្នាចុះព្រះគម្ពីរម៉ាថាយចំពុក5ខ44នេះគឺជារឿងពិបាកធ្វើណាស់ការស្រឡាញ់មនុស្សដែលធ្វើបាបអ្នកគឺផ្ទុយពីសភាវគតិរបស់យើងប៉ុន្តែសូមគិតអំពីព្រះយេស៊ូវដែលព្រះអង្គត្រូវបានគេឆ្កាងឲ្យសគត់នៅលើឈើឆ្កាងព្រះអង្គត្រូវបានគេសាច់ចំអកត្រូវបានគេវាយធ្វើបាបត្រូវបានគេដំដែកគោភ្ជាប់នឹងឈើឆ្កាងតើទ្រង់ឆ្លើយតបបែបណាព្រះយេស៊ូវទ្រង់ឆ្លើយតបដោយសេចក្តីអធិដ្ឋានបែបនេះអោព្រះវរបិតាអើយសូមអត់ទោសដល់អ្នកទាំងនោះផងត្បិតគេមិនដឹងថាគេធ្វើអ្វីទេព្រះគម្ពីរលូកាចំពុក23ខ34ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីប្រសិនបើព្រះយេស៊ូវអាចអត់ទោសដល់អ្នកបៀតបៀនទ្រង់ក្នុងគ្រានោះបានប្រកបណាស់ដោយមានកម្លាំងរបស់ទ្រង់យើងក៏អាចជ្រើសរើសយកសេចក្តីស្រឡាញ់ជាជាងការស្អប់បានផងដែរ
ចំណុចទី3ឈររឹងមាំក្នុងសេចក្តីជំនឿគោលបំណងនៃការបៀតបៀនគឺដើម្បីធ្វើឲ្យយើងរង្គោះរង្គើឲ្យយើងឆ្ងល់ថាតើវាស័ក្តិសមដែរទេក្នុងការដើរតាមព្រះយេស៊ូវនេះគឺជាមូលហេតុដែលយើងត្រូវតែចាក់ឫសយ៉ាងជ្រៅក្នុងសេចក្តីពិតរបស់ព្រះដោយព្រះគម្ពីរលើកទឹកចិត្តយើងថាចូលចាំយាមចូលឈរឲ្យមាំក្នុងជំនឿចូលប្រព្រឹត្តដោយក្លាហានចូលមានកម្លាំងឡើងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក16ខ13ការឈររឹងមាំមានន័យថាជាការមិនព្រមសម្របតាមទោះបីជាពេលដែលវាមើលទៅហាក់បីដូចជាមិនស្រួលក៏ដោយប៉ុន្តែវាមានន័យថាយើងប្រកាន់ខ្ជាប់តាមសេចក្តីសន្យារបស់ព្រះនៅពេលដែលពិភពលោកហាក់ព្យាយាមបំបិទមាត់យើងមានចាំអំពីលោកដានីយ៉ែលទេបងប្អូនលោកបានបន្តអធិដ្ឋានទោះបីជាត្រូវប្រឈមនឹងសត្វតោក៏ដោយព្រះមិនបានបញ្ឈប់ការបៀតបៀនមិនឲ្យកើតឡើងនោះទេប៉ុន្តែទ្រង់បានយាងនៅជាមួយនឹងដានីយ៉ែលឆ្លងកាត់បញ្ហានោះបានហើយព្រះអង្គក៏ធ្វើបែបនេះសម្រាប់យើងផងដែរចំណុចទី4អសប្បាយនៅក្នុងទុក្ខលំបាកនេះគឺជារឿងដែលមិនងាយស្រួលធ្វើទេចាឲ្យយើងអសប្បាយនៅពេលដែលជួបទុក្ខយ៉ាងម៉េចតើត្រូវធ្វើម៉េចស្ដាប់ទៅដូចជាខុសទំនងមែនអត់ចាប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលអំពីអ្វីមួយដ៏មានអំណាចទៅកាន់អ្នកដែលដើរតាមទ្រង់ថាអ្នករាល់គ្នាមានពរក្នុងការដែលគេជេរបៀតបៀនហើយនិយាយបង្ខំគ្រប់ទាំងសេចក្តីអាក្រក់ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំចូលអសប្បាយហើយរីករាយឡើងត្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ព្រោះពួកហោរាដែលនៅមុខអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូចនេះដែរព្រះគម្ពីរម៉ាថាយចំពុក5ខ11ដល់ខ12ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលដែលយើងរងទុក្ខសម្រាប់ព្រះគ្រីស្ទយើងមិននៅតែម្នាក់ឯងនោះទេពួកសាវកដំបូងរបស់ព្រះយេស៊ូវបានយល់អំពីបញ្ហានេះច្បាស់ណាស់បន្ទាប់ពីរងការវាយដំព្រោះតែការផ្សាយដំណឹងល្អរួចពួកគេបានចាក់ចេញទាំងអសប្បាយព្រោះថាព្រះបានរាប់ពួកគេថាស័ក្តិសមនឹងរងការអាម៉ាស់ព្រោះតែព្រះនាមព្រះយេស៊ូវទុក្ខលំបាករបស់យើងមិនមែនអំណីទេបងប្អូនវានាំឲ្យយើងចូលកាន់តែចិត្តព្រះយេស៊ូវវាជួយពង្រឹងជំនឿរបស់យើងនិងរក្សាទុករង្វាន់ដ៏អស្ចារ្យជានិច្ចចំណុចទី5ការទុកចិត្តលើយុត្តិធម៌របស់ព្រះរឿងដ៏ពិបាកបំផុតមួយអំពីការបៀតបៀនគឺជាការមានអារម្មណ៍ដូចជាវាអយុត្តិធម៌មែនទែនកំពុងតែកើតឡើងក្នុងជីវិតយើងនៅពេលដែលមានគេប្រឌិតរឿងចោទប្រកាន់យើងធ្វើបាបយើងព្រោះតែជំនឿរបស់យើងវាកំពុងតែលបួងយើងឲ្យចង់សងសឹកទៅគេវិញប៉ុន្តែព្រះបានរំលឹកយើងថាបងប្អូនស្គនភ្ញីអើយមិនត្រូវសងសឹកខ្លួនឯងឡើយតែចូលទុកឲ្យព្រះសម្ដែងសេចក្តីក្រោធវិញត្បិតមានសេចក្តីចែងទុកមុខថាការសងសឹកនោះសាច់លើយើងនឹងសងសឹកដល់គេព្រះគម្ពីររ៉ូមជំពូក12ខ19ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីព្រះជាម្ចាស់ទ្រង់ទតឃើញអ្វីគ្រប់យ៉ាងគ្មានអ្វីមួយគេចផុតពីព្រះនេត្ររបស់ទ្រង់ឡើយព្រះអង្គនឹងនាំមកនូវយុត្តិធម៌ក្នុងពេលកំណត់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ទូនាទីរបស់យើងមិនមែនចង់សងសឹកនោះទេប៉ុន្តែត្រូវទុកចិត្តលើទ្រង់ហើយបន្តដើរក្នុងការស្ដាប់បង្គាប់ចំណុចទី6ផ្ចង់ភ្នែករបស់យើងលើភាពអកលជានិច្ចយើងត្រូវដឹងថាគោលបំណងនៃការបៀតបៀនគឺដើម្បីធ្វើឲ្យយើងផ្ដោតលើការឈឺចាប់ក្នុងពេលឥឡូវនេះការបាត់បង់ក្នុងពេលឥឡូវនេះឬការភ័យខ្លាចក្នុងពេលឥឡូវនេះប៉ុន្តែយើងត្រូវតែមើលហួសឲ្យឆ្ងាយពីបញ្ហាបច្ចុប្បន្នរបស់យើងដោយព្រះគម្ពីរបានចែងថាត្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងដែលនៅមួយផ្លែតនេះ
ធ្វើឲ្យយើងមានសេរីល្អដល់លះលប់ស្ថិតស្ថេរនៅអកលជានិច្ចរកអ្វីប្រៀបផ្ទឹមពុំបានព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក4ខ17ដូច្នេះបើធៀបនឹងភាពអកលជាមួយព្រះយេស៊ូវគ្រប់ទាំងទុក្ខលំបាកដែលយើងជួបនៅពេលឥឡូវនេះគឺគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះពិតណាស់ការឈឺចាប់នៅតែមានពិតប៉ុន្តែវាផ្ដល់ឲ្យយើងមាននៅសេចក្តីសង្ឃឹមមិនមែនកំពុងតែរស់នៅសម្រាប់លោកីយ៍នេះទេយើងម្នាក់កំពុងរស់នៅសម្រាប់អ្វីមួយដែលធំអស្ចារ្យជាងនេះឆ្ងាយណាស់ដូច្នេះជាគំនិតចុងក្រោយការបៀតបៀនគឺជារឿងពិបាកប៉ុន្តែវាជាសញ្ញាមួយបង្ហាញថាយើងទាំងអស់គ្នាគឺជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទផងដែរនៅពេលដែលយើងជួបការបៀតបៀនយើងអាចដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់ជាមួយយើងហើយពង្រឹងកម្លាំងឲ្យយើងបានទុកចិត្តលើព្រះអង្គយើងអាចប្រើក្នុងពេលដែលមានទុក្ខលំបាកមកដល់ដើម្បីថ្វាយសេរីរុងរឿងដល់ទ្រង់ដូច្នេះបើអ្នកកំពុងតែទទួលការបៀតបៀននៅថ្ងៃនេះសូមចាំថាអ្នកមិននៅតែម្នាក់ឯងនោះទេព្រះយេស៊ូវយើងនៅជាមួយអ្នកព្រះបន្ទូលទ្រង់ជួយពង្រឹងកម្លាំងរបស់អ្នកហើយសេចក្តីសន្យារបស់ទ្រង់នឹងជួយទ្រទ្រង់អ្នកដូច្នេះសូមបន្តឈរមាំបន្តក្តីស្រឡាញ់បន្តផ្ចង់ទៅលើរង្វាន់ដ៏អស្ចារ្យជានិច្ចដែលទ្រង់បានផ្ដល់ឲ្យអ្នកសូមចាំថាអ្វីៗទាំងអស់នេះគឺពិតជាស័ក្តិសមខ្លាំងណាស់សម្រាប់យើងចូលអធិដ្ឋានសម្រាប់ការដឹកនាំរបស់ព្រះក្នុងពេលដែលអ្នកស្វែងរកសេចក្តីសុខសាន្តសម្រាប់ជីវិតដូច្នេះនៅពេលដែលលោកអ្នកបងប្អូនជួបការបៀតបៀនអំពីមនុស្សនៅជុំវិញខ្លួនយើងពីមិត្តភ័ក្តិយើងពីក្រុមគ្រួសារយើងក៏ដោយខ្ញុំសង្ឃឹមជឿជាក់ថាលោកអ្នកបងប្អូននឹងទទួលបានការកំសាន្តចិត្តនិងជំនួយដ៏អស្ចារ្យពីព្រះជាម្ចាស់យើងនឹងជួបគ្នានៅកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះនៅពេលក្រោយតាមពេលវេលានៅម៉ោងដដែលសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នក